អ្នកទាំងអស់គ្នាដែលជួបប្រភេទមនុស្សដែលពួកគាត់អត់ចេះប្រកែកមានន័យថាទោះជាមានរឿងអ្វីក៏ដោយឲ្យតែអ្នកដទៃពឹងពាក់គាត់តែងតែយល់ព្រមជាមួយសំណើរបស់គេជានិច្ចឬក៏គាត់តែងតែនិយាយថាអូខេគ្រប់រឿងទាំងអស់នេះបើតាមចិត្តវិទ្យាគេហៅមនុស្សប្រភេទនេះថាជាមនុស្សដែលមានភាពស្ពឹកស្រពោនខាងផ្លូវអារម្មណ៍ឬភាសាអង់គ្លេសហៅថាជាមនុស្សប្រភេទ emotionally numb មូលហេតុដែលពួកគេបង្កឲ្យមានជំងឺនេះអាចបណ្ដាលមកពីពួកគេធំធាត់ឡើងនៅក្នុងគ្រួសារដែលប្រៀនប្រដៅកូនបែប narcissist ចំពោះអត្ថន័យនៃពាក្យ narcissist នេះវាអត់មានប្រែជាន័យខេមរៈភាសាទេតែខ្ញុំសូមធ្វើការបញ្យល់ឲ្យងាយស្រួលទៅចុះវាសំដៅទៅលើបុគ្គលិកលក្ខណៈគ្រួសារដែល toxic មួយដែលមានវិធីប្រៀនប្រដៅកូនតាមបែបអំពើហិង្សានិងមិនយល់ពីអារម្មណ៍របស់កូនឬតាក់ទងទៅនឹងការគៀបសង្កត់ដែលយល់តែពីអារម្មណ៍របស់ខ្លួនឯងមនុស្សដែលកើតនៅក្នុងគ្រួសារនេះចាប់ផ្ដើមអភិវឌ្ឍនៅអាកប្បកិរិយាឬចរិតរបស់ពួកគេដែលមិនចេះប្រកែកនៅសំណើរបស់អ្នកដទៃពលគឺនៅពេលដែលអ្នកដទៃមកពឹងគេគឺតែនិយាយពាក្យថាអូខេមិនថារឿងនោះប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួនឬប៉ះពាល់ពេលវេលាឬក៏ការងាររបស់ពួកគេនោះទេដោយសារតែពួកគេមិនចេះប្រកែកមនុស្សប្រភេទនេះតែងគិតពីអ្នកដទៃជាងខ្លួនឯងហើយតែងជួយអ្នកដទៃដែលមិនគិតពីផលតបស្នងមនុស្សប្រភេទនេះបើដល់វេនពួកគេវិញពួកគេបែរជាមិនសូវហ៊ានពឹងពាក់អ្នកដទៃទៅវិញដោយសារតែគេខ្លាចរំខានដល់អារម្មណ៍របស់អ្នកដទៃឬក៏គិតថានៅពេលដែលគេពឹងអ្នកដទៃទៅធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនសុខចិត្តឬក៏គេគិតថាការពឹងរបស់គេហ្នឹងវាធំដុំពេកដែលធ្វើឲ្យអ្នកដទៃអាចនឹងមិនជួយគេទម្លាប់របស់ពួកគេពេលខ្លះពួកគេចង់ផ្ញើសារសុំជំនួយពីអ្នកដទៃតែក៏លុបសារនោះវិញភ្លាមដោយសារតែពួកគេក្រែងចិត្តអ្នកដទៃគេយល់ថាការទៀមទារបស់ពួកគេអាចច្រើនពេកចំពោះអ្នកដទៃគេតែងអង្គុយលេបអារម្មណ៍និងទុក្ខលំបាករបស់ខ្លួនឯងចូលមកក្នុងអារម្មណ៍របស់ខ្លួនឯងជាងការសួរនាំអ្នកដទៃចំពោះមនុស្សប្រភេទនេះពេលមានអ្នកដទៃសួរគេថាគេកើតអ្វីគេតែងនិយាយថាមិនអីទេពួកគេពូកែនៅក្នុងការរក្សាស្នាមញញឹមទោះបីជានៅចំណុចអាក្រក់បំផុតនៅក្នុងជីវិតគេក៏ដោយពេលមានរឿងល្អកើតឡើងគេតែងសប្បាយចិត្តតែនៅពេលដែលមានរឿងអាក្រក់កើតឡើងគេក៏ព្យាយាមដោះស្រាយវាដោយខ្លួនឯងដោយមិនពឹងនរណាម្នាក់នោះទេពួកគេមានទម្លាប់សុំទោសច្រើនមុននិយាយព្រោះខ្លាចខ្លួនឯងនិយាយខុសធ្វើឲ្យអ្នកដទៃប៉ះពាល់អារម្មណ៍គេតែងសុំទោសពេលរហូតធ្វើឲ្យអ្នកជុំវិញខ្លួនធន់នឹងពួកគេទៅហើយពិបាកចិត្តសុខចិត្តយំម្នាក់ឯងជូតទឹកភ្នែករួចក៏ចេញមកក្រៅធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងមនុស្សប្រភេទនេះបានឈានទៅដល់កម្រិតមួយដែលពួកគេយំលែងចាញ់ទឹកភ្នែកទៀតហើយស្រែកក៏លែងឮសំឡេងដែរមើលពីសម្បកក្រៅដូចជាតុក្កតាដែលគ្មានវិញ្ញាណអញ្ចឹងអ្នកជំនាញខ្លួនសរសើរថាពួកគេគឺជាមនុស្សដែលមានភាពស្ងប់ស្ងាត់មានចរិតនឹងថឹងចាស់ទុំងាយស្រួលរាប់អានតែអ្នកមិនដឹងទេថាមនុស្សប្រភេទនេះបានឆ្លងកាត់នូវកុមារភាពដែលពោរពេញទៅដោយស្នាមរបួសការជេរស្ដីជន់ឈ្លីពីសំណាក់ឪពុកម្ដាយក្មេងប្រភេទនេះគាត់ធំឡើងជាមួយនឹងបរិបទដែលភាពសោកសៅត្រូវបានម្ដាយឪពុកចាប់ទុកថាជាការរំអួយច្រើនហើយកំផឹងត្រូវបានម្ដាយឪពុកស្ដីឲ្យថាពួកគេដោះស្លាប់លែងស្ដាប់ការប្រៀនប្រដៅរបស់ឪពុកម្ដាយចំពោះសេចក្តីសុខនិងសុភមង្គលវិញក្មេងប្រភេទនេះត្រូវដណ្ដើមយកមកមិនមែនដោយមកដោយឯងដេកឪពុកម្ដាយគេដទៃនោះទេពួកគេធំឡើងជាមួយនឹងការព្យាយាមបង្ហាញឪពុកម្ដាយថាពួកគេសមនឹងទទួលក្តីស្រឡាញ់គេរៀនរស់ដោយអត្តន័យកម្ចាត់អារម្មណ៍ចេញពីក្នុងខ្លួននិងមិនងាយបើកចំហអារម្មណ៍របស់ខ្លួនឯងឲ្យអ្នកដទៃឃើញនោះទេមិនមែនពួកគេមិនមានតម្រូវការឬក៏មិនចង់បានឬក៏គ្មានបេះដូងនោះទេឬក៏មិនមែនពួកគេគ្មានមនោសញ្ចេតនានោះទេព្រោះតែថ្នូរនៃការបញ្ចេញអារម្មណ៍ខ្លួនឯងទៅកាន់អ្នកដទៃវាមានទំហំមហាសាលខ្លាំងណាស់មូលហេតុដែលធ្វើឲ្យក្មេងៗប្រភេទនេះវិវត្តចរិតខ្លួនឯងខ្លាយទៅជាបែបនេះគឺដោយសារដើមហេតុពីឪពុកម្ដាយដែលចូលចិត្តធ្វើឲ្យរឿងតូចខ្លាយជារឿងធំហើយនៅពេលដែលមានរឿងធំគាត់ធ្វើដូចជាមើលមិនឃើញឪពុកម្ដាយដែលព្រៀនប្រដៅកូនតាមបែប silent treatment ឬក៏ចាក់សោបន្ទប់កូនបង្អកអាហារឬក៏ប្រើអំពើហិង្សាមិនឲ្យកូនចេញទៅខាងក្រៅដើម្បីឲ្យកូនដឹងពីកំហុសរបស់ខ្លួនឪពុកម្ដាយដែលប្រដៅកូនតាមបែបប្រៀបធៀបចូលចិត្តប្រៀបធៀបកូនអ្នកដទៃទៅនឹងកូនរបស់ខ្លួនឯងឪពុកម្ដាយដែលចូលចិត្តនៅក្នុងការរិះគន់និងមើលមិនឃើញពីការខំប្រឹងរបស់កូនរបស់ខ្លួនឯងឧទាហរណ៍ដូចជានៅក្នុងគ្រួសារមួយកូនខំប្រឹងរៀនរហូតដល់បានលេខ2នៅក្នុងចំណាត់ថ្នាក់សិស្សទូទាំងថ្នាក់ប៉ុន្តែនៅពេលដែលយកសៀវភៅតាមដានឲ្យឪពុកម្ដាយមើលគាត់បែរជានិយាយថាបើឯងទៅរៀនបានត្រឹមតែលេខ2មិនបាច់ហៅយើងថាជាឪពុកម្ដាយអីបែបនេះគឺជាវិធីប្រដៅកូនដ៏តុកសិចបំផុតនៅក្នុងសង្គមខ្មែរយើងកូនប្រភេទនេះចង់ឲ្យឪពុកម្ដាយជឿទុកចិត្តទៅលើខ្លួនប៉ុន្តែឪពុកម្ដាយមិនដែលជឿនៅលើខ្លួននោះទេ
នៅពេលដែលកូនប្រាប់ថាកូនមានអារម្មណ៍ខូចចិត្តឪពុកម្ដាយប្រាប់ថាកូនមិនរឹងមាំនៅពេលដែលកូនទាំងអស់នោះមានមោទនភាពនៅរឿងដែលខ្លួនបានធ្វើឪពុកម្ដាយយកលេសថាកូននោះមានភាពអំនួតនៅក្នុងខ្លួននៅពេលកូនទាំងអស់នោះព្យាយាមតវ៉ាឪពុកម្ដាយប្រាប់ថាកូននោះដោះស្លាបនិងចេះតមាត់ឪពុកម្ដាយមិនមានការគោរពនៅក្នុងខ្លួនហើយនៅពេលដែលការសន្ទនានោះកាន់តែជ្រៅទៅឪពុកម្ដាយចាប់ផ្ដើមលើកឃ្លាមួយដែលពេញនិយមគឺយើងបានសង់ដំបូលនេះដើម្បីឲ្យឯងជ្រកបើសិនជានេះមិនមែនជាក្តីស្រឡាញ់តែឯងហៅវាបានយ៉ាងដូចម្ដេចខ្ញុំនិយាយនេះមិនមែនមានន័យថាឪពុកម្ដាយអាក្រក់ទេតែខ្ញុំនិយាយអំពីរបៀបបដៅកូននៅក្នុងគ្រួសារដែល toxic ឬក៏ហៅថា narcissist family តាមពិតទៅខ្ញុំនិយាយនេះខ្ញុំមិនមែនឆ្លងកាត់នៅបទពិសោធន៍បែបនេះទេប៉ុន្តែខ្ញុំឃើញបងជីដូនមួយរបស់ខ្ញុំនិងអ្នកជិតខាងដែលត្រូវឪពុកម្ដាយវាយធ្វើបាបតាំងពីទូចមកអាការៈដែលខ្ញុំនិយាយខាងលើនេះគឺជាអ្វីដែលពួកគាត់បានឆ្លងកាត់ហើយនៅពេលដែលពួកគាត់បានធំដឹងក្តីគាត់បានប្រែក្លាយទៅជាមនុស្សផ្សេងដូចជាមនុស្សដែលគ្មានបេះដូងនៅក្នុងខ្លួនមិនមានអារម្មណ៍មិនមានមនោសញ្ចេតនាអញ្ចឹងមកដល់ចំណុចចុងក្រោយនៃវីដេអូខ្ញុំមានសារ3ផ្ញើទៅកាន់អ្នកទាំងអស់គ្នាទី1បើសិនជាអ្នកទាំងអស់គ្នាជាអ្នកដែលកើតជំងឺ emotionally numb បែបនេះចំណុចទី1ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាកែឡើងវិញគឺរៀននិយាយពាក្យថាទេនៅសំណើដែលអ្នកទាំងអស់គ្នាមិនចង់ធ្វើឧទាហរណ៍ដូចជាការពឹងពាក់នោះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នារំខានដល់អ្នកទាំងអស់គ្នាអាចនិយាយបានថាខ្ញុំមិនមានពេលធ្វើវានោះទេការដែលអ្នកទាំងអស់គ្នាខ្លាចជាមនុស្សដែលអ្វីក៏បានតែងតែនិយាយអូខេចំពោះអ្នកគ្រប់គ្នាអ្នកទាំងអស់គ្នានឹងខ្លាចជា target ឬក៏គោលដៅនៃមនុស្សជនខិលខូចដែលគេចង់ធ្វើបាបអ្នកទាំងអស់គ្នាដោយសារតែអ្នកទាំងអស់គ្នាមិនចេះប្រកែកហើយចំណុចទី2នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា learn to release their attachment ន័យថាអ្នកទាំងអស់គ្នារៀនកាត់ផ្ដាច់ចំណងឬក៏ចំណងនៃមន្ទិលសង្ស័យពីអតីតកាលដែលអ្នកទាំងអស់គ្នាធ្វើឲ្យខូចចិត្តបែបនេះអ្នកទាំងអស់គ្នាគួរស្វែងរកនៅអ្វីដែលថ្មីគិតអ្វីថ្មីគិតល្អជួបមនុស្សល្អស្វែងរកមិត្តភក្តិល្អបែបនេះហើយចំណុចទី3នោះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀន create space ឬក៏ do some meditation ធ្វើការសមាធិដើម្បីឲ្យយើងស្គាល់ពីអារម្មណ៍ខ្លួនឯងផ្សេងមកដល់ចំណុចចុងក្រោយមួយទៀតខ្ញុំចង់ clarify ជាមួយអ្នកទាំងអស់គ្នាតាមពិតទៅឪពុកម្ដាយគ្មានឪពុកម្ដាយណាដែលស្អប់កូននោះទេគ្រាន់តែវិធីនៅក្នុងការប្រៀនប្រដៅនិងគ្រប់គ្រងកូនខុសៗគ្នាឯវិធីដែលគ្រប់គ្រងកូនដែលខ្ញុំនិយាយខាងលើនេះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ក្មេងនិងអាកប្បកិរិយានិងចរិតរបស់ក្មេងទៅថ្ងៃអនាគតអរគុណអ្នកទាំងអស់គ្នាដែលស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់អ្នកទាំងអស់គ្នាកុំភ្លេចទៅ subscribe channel YouTube ខ្ញុំដែលខ្ញុំដាក់ link នៅក្នុង channel ផងព្រោះខ្ញុំចង់ធ្វើវីដេអូដែលវែងជាងនេះនៅក្នុង YouTube